បាទសូមជម្រាបសួរបងប្អូនសាជាថ្មីបាទថ្ងៃនេះបងប្អូនសូមបង្ហាញពូជផ្កាមួយទៀតដែលមានសម្រស់មិនធម្មតាទេបាទពូជមកពីទឹកដីកម្ពុជាក្រោមមកពីលើកំពូលភ្នំបងប្អូនគេសកូននេះមានឈ្មោះថាខ្សៀថ្នាំជក់បាទខាងបងប្អូនកម្ពុជាក្រោមគាត់ហៅអញ្ចឹងមកខ្ញុំហៅតាមគាត់ដែរប៉ុន្តែសម្រស់នេះគឺថាញាក់សាច់តែម្ដងហើយបងប្អូនថាមើលទៅ7ពណ៌បងប្អូននេះឥនតនូអញ្ចឹងមិនធម្មតាទេមើលទៅហើយថាតម្រាំតែចេញផ្កានេះការថែទាំមើលគឺថាដិតដល់មែនតែនមកថាពណ៌នេះថាមើលទៅមិនឆាតឆាយគឺតែសាមញ្ញប៉ុន្តែមើលទៅរបៀបថ្លៃថ្នូរបងប្អូនមើលទៅមើលផលិតឲ្យជាក់ស្ដែងមែនទែនគឺថាល្អមែនតែនតែម្ដងបាទងាយមានទេកម្រណាស់បាទពូជនេះគឺថាបានមកពីទឹកដីកម្ពុជាក្រោមលើកំពូលភ្នំខ្ទោបាទអូស្រស់ស្អាតមែនតែនបងប្អូនបាទមើលចិត្តមិនដឹងថាស្អាតថាសម្រស់គេមិនធម្មតាទេសាមញ្ញប៉ុន្តែលក្ខណៈថាមើងម៉ាត់មកចត់បាទផ្កាក៏មានទូនាទីចេញមកសម្រស់បង្អួតខុសគ្នាទាំងអស់ធម្មជាតិពិតជាល្អតបពីបានឃើញសម្រស់ហើយងាកមកមើលដើមវិញបងប្អូនបាទដើមនេះមិនតិចឆ្នាំទេបងប្អូនគឺថា5ឆ្នាំបាទថែទាំតម្រុំបានមើលប៉ុណ្នេះមើលទៅមួយភ្នែកអ្នកខ្លះថាអីដូចពោតបារាំងអ្នកខ្លះដូចថាក៏ផ្លោកមិនទេមើលទៅដូចអ្នកខ្លះថាដូចជាមឹកប៉ុន្តែមើលទៅមិនធម្មតាទេបាទ5ឆ្នាំតម្រុំបានប៉ុណ្នេះបងប្អូនមិនងាយស្រួលទេខំថែទាំតាំងពីទូចបាទនេះហើយជាដើមផ្កាមិញដែលមានសម្រស់ស្រស់ស្អាតនឹងគឺថាมันងាយចេញផ្កាទេហើយការថែទាំស្លឹករបស់វាមើលទៅក្រាស់ល្អណាស់មើលទៅគួរឲ្យចង់ញ៉ាំហើយយើងញ៉ាំបានអាចញ៉ាំបានប៉ុន្តែអត់ទេនេះជាប្រភេទផ្កាកេសរកូលបងប្អូនបាទថាពូជខ្សៀថ្នាំជក់ហ្នឹងហើយថាមើលទៅដូចខ្សៀមែនតែនហើយអ្វីដែលសំខាន់នោះគឺថា5ឆ្នាំហើយតម្រុំបានប៉ុណ្នេះមិនធម្មតាទេបងប្អូនអញ្ចឹងសូមសរសើរអ្នកថែទាំឥឡូវបានមកលើដៃខ្ញុំហើយអញ្ចឹងគឺសូមថែទាំបន្តហើយជួយថែបន្តទៀតបាទបានមកពីទឹកដីកម្ពុជាក្រោមគឺថាស្រស់ស្អាតមែនទែនសូមចែកតម្រុំតែបាននិយាយយូរណាតម្រុំបងប្រុសព្រមចែកឲ្យគឺថាគាត់មិនងាយទេថាគាត់មានតែ3គុំទេទៅថាចេញផ្កាបានណាឥឡូវសូមចែកមួយតម្រុំតែឲ្យគឺថានិយាយឡើងបាយពពុះមាត់មិនងាយស្រួលទេបងប្អូនអើយបាទហើយអ្វីដែលសំខាន់នេះតងវែងនេះគឺថាមានផ្កាតែ2តងឲ្យគត់បាទមួយគុំនេះមាន2តងឲ្យគត់ហើយពោះវែង1ម៉ែត្រជាងមិនធម្មតាទេបាទអើយគាត់ទៅតងវា1ម៉ែត្រជាងគឺថាកម្ពស់ផ្កាហើយបងប្អូនមិនងាយមានទេបាទតងវែងមែនតើអ្វីសម្រស់គឺថាមើលដូចបងបង្ហាញមុននឹងថាស្អាតមែនតើបាទមានពណ៌ស្វាយពណ៌និយាយទៅចម្រុះពណ៌មិនមែនថា2ពណ៌3ពណ៌នេះដូចឥនតនូមើលទៅប៉ុណ្ណេះអូយមួយគុំនេះពិតជាមានន័យមែនអរគុណបងប្រុសនៅខាងកម្ពុជាក្រោមដែលព្រមចែកឲ្យបាទគាត់ថាគាត់ថែទាំ5ឆ្នាំហើយតម្រុំបានធំប៉ុណ្ណេះហើយចេញផ្កាហើយមកជួបបងគាត់ថាមិនចង់ដាច់ចិត្តចែកឲ្យទេប៉ុន្តែវល់ពេកហើយក្តីគោរពស្រឡាញ់អញ្ចឹងក៏អរគុណបងហើយដែលបានចែកឲ្យបាទស្រស់ស្អាតមែនតើអញ្ចឹងខាងប្អូននឹងថែទាំបន្តបាទឲ្យផ្កាកាន់តែស្អាតនិយាយទៅទឹកអីមិនឲ្យខ្វះទេបាទអរគុណបងប្រុសនៅខាងកម្ពុជាក្រោមដែលបានចែកពូជនេះឲ្យបាទខ្សៀថ្នាំជក់បាទកេសរកូលខ្មែរយើងនៅខាងទឹកដីកម្ពុជាក្រោមស្រស់ស្អាតណាស់